ជំរាបសួរបងប្អូនបងអំពូមីងយាយតាទាំងអស់គ្នាព្រឹកព្រលឹមតន់រាំងភ្លៀងផងនេះតន់រាំងភ្លៀងទេនៅបាត់ដំបងនេះឡើងម៉ាស៊ីនជូនអតិថិជនទៅបាយខាងលិចវិញម្ដងហើយនេះអរគុណច្រើនបងបលិកានិងបងវិរៈដែលបានមានទំនុកចិត្តដល់ហាងកំអិចមានទីតាំងនៅភូមិស្វាយជ្រុំឃុំជ្រៃស្រុកស្មោះកូនខេត្តបាត់ដំបងតាមបណ្ដោយផ្លូវជាតិលេខ5បងប្អូនអំពូមីងដល់រដូវកាលហើយបើមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់ម៉ាស៊ីនវាយដីផ្អាប់តាមឬម៉ាស៊ីនមួយចម្បើងផ្អាប់តាមឬក៏ម៉ាស៊ីនច្រូតចោលឆាងអាចតំណមកឃ្លាំងកំអិចបានលេខទូរស័ព្ទ0.8 300 900.7 097 626 34និងលេខ Smart 098 517 93ដើមអរគុណច្រើនបងប្រុសបងស្រីដែលមានទំនុកចិត្តដល់ឃ្លាំងយើងខ្ញុំនិងផលិតផលរបស់យើងខ្ញុំផងថ្ងៃនេះរៀងចេញពីព្រឹកព្រលឹមតិចហើយចឹងណាព្រោះថាចង់ថ្ងៃច័ន្ទដើមត្រាប់ហែងទាំងអស់គ្នាបងប្អូនមកឃើញមួកអេសំមួកមួយដាសាយទៅដាសាយនេះឡើងប្រៀបចំចង់ទៅហើយបងប្អូនគឺថ្មីដូចសពរដងចឹងសិតចឹងណាបងប្អូនហ្នឹងឯងទៅកង់ជំនាញហ្មងនេះតែទៅជនគាត់ប្រើមួយឈុតហើយក៏ទិញថែមមួយឈុតទៀតយកទៅដាក់អីផ្សេងទេបងប្អូននេះសិនវិដីផ្អាតាមចំណែកបងប្អូនណាដែលមានតម្រូវការចង់ប្រើប្រាស់អង្គប់វិដីផ្អាតាមក៏អាចមកជាវនៅឃ្លាំងយើងខ្ញុំបានផងដែរបងប្អូនព្រោះថាអង្គប់នឹងវាយស្អាតវាយមាត់វាយសោះល្អនេះបងប្អូននេះស្មានតែមិនបើឃ្លាំងឯងបងមកទៅ6តែនេះវាមានមុខបិទចឹងស្អាតបែបហ្នឹងកាប់ដីសោះល្អបងប្អូនអើយយកមកដាក់ឲ្យអតិថិជនគាត់មើលងាយស្រួលមើលដាក់នៅខាងមុខចឹងណាបងប្អូនគាត់អាចមករើសបានថ្មីស្អាតណាបងប្អូនអើយបំពាក់ជាមួយនៅរនាស់នៅខាងក្រោយនេះនៅពេលដែលអង្គប់ខាងមុខវាយទៅអាខាងក្រោយវាសាប់បន្ថែមទៀតណាអញ្ចឹងទៅធ្វើអាដីហ្នឹងវាមាត់វាសោះវាសាប់ទាំងកជ្រាំងស្មៅច្បើងឲ្យលិចចូលទៅក្នុងកុំឲ្យវាដាច់ឡើងមកលើដើម្បីឆាប់បានលលួយកាជីនៅក្នុងស្រែយើងទៅមានភោគផលល្អបងប្អូនពងរៀបចេញហើយបងប្អូនអើយនេះទីតាំងឃ្លាំងណាបងប្អូនបាយយីហោនៅជាប់នឹងតាមបណ្ដោយផ្លូវជាតិលេខ6គឹមអ៊ីអរគុណច្រើនបងប្រុសបងស្រីដែលមានទំនុកចិត្តលើផលិតផលរបស់យើងខ្ញុំបងប្អូនអំពូមីងមានតម្រូវការឆាប់រស់រាន់មករដូវកាលចាប់ផ្ដើមហើយស្តុកមានចំនួនគ្រប់គ្រាន់អត់ឲ្យបងប្អូនខ្វះការយកទៅប្រើប្រាស់ទេអញ្ចឹងមកយកពេលណាក៏អាចយកផលិតផលទៅបានអញ្ចឹងណាបងប្អូនហ្នឹងឯងអញ្ចឹងនេះឡានចេញទៅមុនហ្នឹងសប្បាយតាមផ្លូវអរគុណច្រើនបងប្រុសបងស្រីហេងទាំងអស់គ្នានឹងសម្រាប់ថ្ងៃនេះគាត់តែចង់មកឡាយឲ្យបងប្អូនពីព្រឹកព្រលឹមបានឃើញបន្តិចហ្នឹងឯងអញ្ចឹងអត់មានអីទេដូចប្រាប់រដងអញ្ចឹងផលិតផលថ្មីគឺងាយស្រួលប្រើប្រាស់មានទំនុកចិត្តមានគ្រឿងបន្លាស់គ្រប់គ្រាន់សម្បូរលក់លើទីផ្សារអញ្ចឹងបងប្អូនពូមីងកសិករទាំងអស់គ្នាយកទៅប្រើប្រាស់អត់បាច់ភ័យព្រួយនៅក្នុងការប្រើប្រាស់កង្វះខាតគ្រឿងបន្លាស់និងសម្ភារៈផ្សេងទេនិយាយរួមទៅគឺប្រើប្រាស់បានដោយសប្បាយដោយរីករាយហ្មងហើយផលិតផលវាមានភាពរឹងមាំធន់យូរអង្វែងអ
អរគុណច្រើនបងប្អូនទាំងអស់គ្នាជំរាបលាអំពូមីងយាយតាទាំងអស់គ្នាជួបគ្នាឱកាសថ្មី